កាលពីយើង install Ubuntu 25 នៅក្នុងកន្លែងចំណុចមួយគឺ user profile យើងបាន assign user ឈ្មោះប៊ុនថាបាទខ្ញុំបាន assign user ឈ្មោះប៊ុនថាហើយឈ្មោះម៉ាស៊ីន server របស់ខ្ញុំគឺឈ្មោះ server បាទដូចអ្នកទាំងអស់នេះឃើញនៅក្នុងនេះគឺ server បាទអញ្ចឹងខ្ញុំសូម login ដោយប្រើឈ្មោះប៊ុនថាបាទឈ្មោះប៊ុនថាដែលខ្ញុំបានកំណត់កាលពីក្នុងកំឡុងពេលដំឡើងឡើងដូចនឹងបាទដូច្នេះ user ឈ្មោះប៊ុនថាបាទហើយ sorry សូមម្ដងទៀតបាទ password 123455បាទដូច្នេះខ្ញុំបាន login ទៅកាន់ user ឈ្មោះប៊ុនថាបាទហើយ user ឈ្មោះប៊ុនថានេះប្រសិនបើចង់មានថាយើងចង់ install យើងចង់ config file អីផ្សេងៗគឺយើងត្រូវការ user root ជាចាំបាច់ពីព្រោះ user ឈ្មោះប៊ុនថានេះគឺជា user ធម្មតាប៉ុន្តែក៏យើងអាចប្រើ user នេះដើម្បី modify file ផ្សេងៗឬក៏ធ្វើការងារអីផ្សេងៗទៀតដែរតែតើតែប្រើ command sudo ពីខាងមុខសិនទើបយើងមានសិទ្ធិស្មើនឹង super user បាទក៏ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាមិនចង់ប្រើប្រាស់ sudo គ្រប់ពេលវេលាទេមានពីរវិធីទី1អ្នកទាំងអស់គ្នាប្រើ sudo su បាទ switch user ទៅជា user root វិញបាទអញ្ចឹងនៅពេលដែលយើងប្រើ command sudo su មានថាយើងដូរ user ទៅជា super user បាទ1 2 3 4 5សូមបញ្ជាក់ណាស់ដល់ពេលដែលយើងវាយ password គឺវាអត់មានឃើញ password ឲ្យយើងឃើញផ្កាយឃើញអីទេគឺទេបាទជៀសវាងអ្នកឈរនៅក្បែរហ្នឹងគឺអាចឃើញ IP អាចឃើញលេខសម្ងាត់របស់យើងដែរបាទដូច្នេះខ្ញុំបាន switch user ទៅជា super user ពេលនេះគឺឃើញដូរពីសញ្ញាដុល្លារមកសញ្ញា hash បាទដូរពីសញ្ញាដុល្លារមកសញ្ញា hash កាលណាយើងឃើញសញ្ញា hash នេះនៅពេលដែលយើងចង់ install ចង់លុបកម្មវិធីលុប file ផ្ដល់ permission អីផ្សេងៗកែ file អីផ្សេងៗយើងមិនចាំបាច់ប្រើ sudo ទៀតទេបាទក៏ប៉ុន្តែវាត្រូវការនៅពេលដែលយើង exit វិញចេញមកគឺយើងចូលទៅ user របស់យើងធម្មតាវិញបានបាទអញ្ចឹងsudo su នេះគឺមានន័យថាយើង swap ទៅជា super user គឺ root នោះឯងបាទក៏ប៉ុន្តែប្រសិនបើយើងចង់ប្រើ account root តែម្ដងដោយមិនចាំបាច់ឈរនៅលើឈ្មោះ user ប៊ុនថាទេយើងចង់មានជា root តែម្ដងបាទយើងអាច enable root បានបាទ root account គឺជា super account មួយដូចទៅនឹង administrator account នៅលើ Windows ដូចនោះដែរបាទដូច្នេះដើម្បី enable user root យើងត្រូវការប្រើប្រាស់ command sudo password បាទអូខេ root មានន័យថាយើងទៅកំណត់ password ឲ្យ root ពីព្រោះ root អត់ទាន់មាន password ទេពីដំបូងទីឡើយនោះបាទ1 2 3 4 5ដាក់ password ឲ្យ root 1 2 3 4 5ដាក់ password ឲ្យ root ដូច្នេះយើងអាច log in ទៅកាន់ root account តែម្ដងបានបាទហេតុអីបានជាចាំបាច់ត្រូវការ log in ទៅលើ Linux Ubuntu របស់យើងជា root account បាទពេលខ្លះក៏យើងត្រូវការ log in ជា administrator account ដែរសម្រាប់ Windows អញ្ចឹង Linux ក៏ដូចគ្នាប្រសិនបើយើងមិនចង់គ្រប់ពេលវេលាវាយ command sudo គឺយើងអាច log in ជា root account នេះតែម្ដងក៏បានដែរបាទអ្នកទាំងអស់នេះឃើញ message មួយគឺវាត្រូវការ update បាទត្រូវការ update ជាធម្មតានៅក្នុង Linux Ubuntu នេះបាទយើងអាច upgrade មានន័យថា upgrade package ផ្សេងដែល recommend ដោយ Linux នឹងតែម្ដងបាទយើង upgrade នេះគឺត្រូវការ internet connection ដែរ
បាទយើងត្រូវការ upgrade ពីព្រោះអីប្រសិនបើយើងមិនបាន upgrade ទេពេលខ្លះនៅពេលដែលយើង install package ណាមួយឬក៏ software ណាមួយដែលយើងចង់ដំឡើងជា service ណាមួយចឹងទៅវាតម្រូវការឲ្យយើង upgrade ជាមុនសិនបានអាចដំឡើងកម្មវិធីឬក៏ config កម្មវិធីនឹងបានបាទអញ្ចឹងដើម្បីធ្វើការ upgrade ទៅលើ package ផ្សេងៗនៅក្នុង Linux អ្នកទាំងអស់គ្នាកំពុងតែនៅក្នុង root user ហើយអញ្ចឹងជា super user ហើយមិនចាំបាច់វាយ command sudo ទៀតទេបាទដូច្នេះខ្ញុំប្រើ command apt បាទ upgrade តែម្ដងបានបាទដូច្នេះវាត្រូវការចំណុះ70 MB បាទ data ដែលត្រូវការ download ពី internet ចំនួន70 MB អញ្ចឹង press yes to continue បាទអញ្ចឹងវានឹងធ្វើការ download រាល់ package បាទចេញពី internet រួចហើយវានឹង install ឲ្យយើងបាទវានឹង install ឲ្យយើង data ដែលយើងត្រូវការគឺត្រឹមតែ70.9 MB ទេពី internet អញ្ចឹងចំនួនប៉ុណ្ណេះតិចទេអញ្ចឹងវាលឿនទេមក plate ចប់ហ่ะបាទហេតុអីបានជាយើងចាំបាច់ត្រូវការ update បាទវាមិនខុសពីទូរស័ព្ទរបស់យើងទេបាទ Android ក៏ដោយ iOS ក៏ដោយគឺវាតែងតែ alert ឲ្យ update version អីផ្សេងៗអញ្ចឹងដូចគ្នាសម្រាប់ Microsoft Windows ក៏ដូចគ្នាបាទ Microsoft Windows ក៏តែងតែ alert ឲ្យយើង update Windows ដូចគ្នា update service អីផ្សេងៗអញ្ចឹងទៅឬក៏ software ណាមួយអញ្ចឹងទៅបាទអញ្ចឹងឲ្យតែមាន operating system ឬក៏ software អីផ្សេងៗគឺសិតតែយើងត្រូវការ update ឬក៏ upgrade នឹងឯងមិនថា Linux មិនថា Microsoft មិនថា smart device iOS ឬក៏ Android នោះទេបាទនៅពេលដែលយើង update នេះយូរឬក៏ឆាប់វាក៏អាស្រ័យទៅលើ internet connection របស់យើងដែរប្រសិនបើ internet connection របស់យើងមានការយឺតយ៉ាវក៏វាត្រូវការប្រើពេលយូរដែរបាទហើយ internet របស់ខ្ញុំក៏មិនសូវជាលឿនប្រហែលដែរចឹងហើយទើបឃើញវាមានការ download អីត្រឹមតែ5ទៅ10 megabit per second តែប៉ុណ្ណោះបាទដែលវាធ្វើការ download បាទអញ្ចឹងហើយទើបចំណាយពេលរៀងយូរបន្តិចបាទគ្រាន់តែរងចាំការ update package នេះចប់ទៅយើងអាចធ្វើការងារផ្សេងៗទៀតដូចជាដំឡើង package អីផ្សេងៗឬក៏ service អីផ្សេងៗដើម្បីធ្វើការងារបន្តបាទជាទូទៅនៅពេលដែលយើង install បាទ Linux operating system ដំបូងហើយយើង log in មកដំបូងគឺវាតែងតែត្រូវការ update នឹងឯងជា requirement របស់យើងបាទអញ្ចឹងជា recommend ពីខ្ញុំវិញបាទរាល់ការ install fresh បាទ install ថ្មីមុននឹងចាប់ផ្ដើមធ្វើការងារ install service ណាផ្សេងៗទៀតបាទសូមធ្វើការ upgrade ដូចខ្ញុំធ្វើមិញនេះឯងបាទដើម្បីឲ្យវាមាន latest package version របស់វាបាទឥឡូវវាចាប់ផ្ដើម install ហើយបាទ install ចុចចប់ហើយបាទ60-70% បាទអូខេនៅពេលដែល install ចប់យើងអាចធ្វើការ install ទៅលើ package អីផ្សេងៗឬក៏ software អីផ្សេងៗបានណាបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំបានបង្ហាញអំពីការ enable បាទ root user បាទ root user គឺជា super user នៅពេលដែលយើង install Windows 10ក៏ដោយ Windows 11ក៏ដោយ Windows Server ក៏ដោយ user administrator វាមាន automatic ហើយពីព្រោះវាជា super user គឺប៉ុន្តែ user នឹងត្រូវបាន disable បាទនៅពេលដែលយើងចង់ប្រើ user administrator តើតែយើងទៅ set password ឲ្យ user នឹងទើប user នឹងអាចប្រើប្រាស់បានបាទ
ក៏ដូចគ្នាដែរដែលខ្ញុំបានបង្ហាញមុនហ្នឹងគឺយើង enable user root ដោយគ្រាន់តែយើង set up ឬក៏ assign password ទៅឲ្យ root នោះយើងអាច access account root នេះបានណាបាទ account root នេះបានណាឬក៏ root user ហ្នឹងហើយយើងអាចធ្វើការ install លុបអីផ្សេងៗដោយមិនចាំបាច់ប្រើ sudo ទៀតទេបាទអញ្ចឹងការ update package របស់យើងត្រូវបានបញ្ចប់ហើយបាទអញ្ចឹងរបៀបនៃការ enable user root និង update package បាទខ្ញុំសូមបង្ហាញប៉ុណ្ណឹងបាទអរគុណ